ចាសួស្តីជំរាបសួរចាពុកម៉ែបងប្អូនចានេះគឺជាកម្មវិធីចាបំវិល7ចាគឺនារីគ្រប់លក្ខអញ្ចឹងណាពុកម៉ែបងប្អូនចានឹងគឺជាចាប្រពៃណីបុរាណយើងយូរលង់ណាស់មកហើយអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងអ្នកដែលមានគូអញ្ចឹងអ្នកដែលមានគូស្រឡាញ់គ្នាហ្នឹងគេអង្គុយឆ្វែជុំវិញជាមួយនឹងកូនក្រមុំហើយនឹងកូនកំឡោះចាដើម្បីបវល7អញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះកម្មវិធីកំពុងតែប្រព្រឹត្តទៅហើយនៅថ្ងៃទី7ចាមិនិនាជាថ្ងៃសុក្រជាថ្ងៃសិរីសួស្តីថ្ងៃល្អចាដែលកូនក្រមុំកូនកំឡោះគាត់បានរៀបអាពាហ៍ពិពាហ៍ចាជាមួយគ្នាចាបងប្អូនជីដូនមួយចារបស់នាងខ្ញុំចាហើយគាត់ដល់គូអញ្ចឹងណាហើយក៏ដល់វគ្គបវល7នារីគ្រប់លក្ខអញ្ចឹងណាហើយនារីដែលគ្រប់លក្ខហ្នឹងមានន័យថាដែលគាត់ស្រឡាញ់គ្នាហ្នឹងគឺគាត់អត់បានបំពេញទៅលើរូបរាងចាកាយដែលគាត់ស្រឡាញ់គ្នាបែបបរិសុទ្ធអញ្ចឹងណាពុកម៉ែបងប្អូនចាហើយក៏ចាគេរៀបជាកម្មវិធីនារីគ្រប់លក្ខអញ្ចឹងណាយើងការតាមប្រពៃណីចាការតាមប្រពៃណីចាជូនលោកឪពុកអ្នកមានគុណយើងអញ្ចឹងណាចាហើយក៏មានកម្មវិធីបវល7នេះចាអញ្ចឹងធ្វើតាមលំដាប់ប្រពៃណីបុរាណយើងចាហើយនេះចាប់ដើមបវលហើយអ្នកមានគូហ្នឹងគេអង្គុយឆ្វែជុំវិញដើម្បីបវល7ហ្នឹងចានារីគ្រប់លក្ខហ្នឹងហើយអញ្ចឹងណាពុកម៉ែបងប្អូនចានឹងនារីទាំងអស់គ្នាយើងស្រឡាញ់គ្នាក៏យើងការតាមប្រពៃណីគោរពតាមប្រពៃណីតាមបុរាណចាអញ្ចឹងស្រឡាញ់គ្នាហើយក៏រៀបការទៅតាមប្រពៃណីយើងអញ្ចឹងណាចាហើយកម្មវិធីក៏ចាប់ដើមរលូនទៅមុខចាហើយក៏ចិត្តដល់ភាគបញ្ចប់នៃកម្មវិធីដែរហើយក៏បន្ទាប់ពីកម្មវិធីបំពល់7នេះមកគឺចាប់ដើមជាមួយនឹងការឲ្យពរជ័យចាបាច់ការស្លាកូនក្រមុំហើយនឹងកូនកំឡោះចាហើយនាងខ្ញុំក៏បានទៅចូលរួមដែរចាអញ្ចឹងកម្មវិធីហ្នឹងគឺពិតជាចាមើលទៅគឺថាកូនក្រមុំកូនកំឡោះគឺជាថ្ងៃមួយក្នុងការសាងគ្រួសារនិងមានដៃគូជីវិតដើម្បីរួមជីវិតជាមួយគ្នាចាអញ្ចឹងហើយក៏ចាការតាមប្រពៃណីនេះគឺជាផ្កាស្លាអញ្ចឹងដល់វគ្គបកផ្កាស្លាហើយក៏ចាផ្កាស្លានារីគ្រប់រូបតែងតែចង់ប្រាថ្នាចង់បាននៅផ្កាស្លាអញ្ចឹងចានារីគ្រប់គ្នាក៏បានផ្កាស្លាទាំងអស់គ្នាចារៀបការតាមប្រពៃណីខ្មែរពីបុរាណយើងចាហើយក៏កុំភ្លេចទៅរៀបការហើយក៏កុំភ្លេចទៅចោលតាស៊ីវិលស្របច្បាប់ផងដែរចាអញ្ចឹងពុកម៉ែបងប្អូនអរគ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំ